សួស្តីនោះល្អទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីសូម flow បងមកអមទីអីអញ្ចឹងហ្នឹងគឺខ្ញុំមកសម្ដែងរឿងឲ្យអ្នកទាំងអស់គ្នាបានទស្សនាទៀតហើយដែលរឿងហ្នឹងគឺនិយាយអំពីក្មេងប្រុសមៀតធាត់ម្នាក់ត្រូវបានបាក់ពួកបងទៅបងធំហ្នឹងតែទៅធ្វើបាបគេជ្រឿរឿយហើយពីក្មេងប្រុសម្នាក់ដែលគ្មានទំនុកចិត្តលើខ្លួនឯងរហូតចុងក្រោយគេមានទំនុកចិត្តហើយអាបោកទៅបងធំហ្នឹងក៏ដេករបស់គេផងដែរអញ្ចឹងបើយើងចង់ដឹងដំណើររឿងមួយនោះកុំភ្លេចចូលមើលវីដេអូនេះទាំងអស់គ្នារឿងនេះត្រូវបានចាប់ផ្ដើមឡើងឲ្យយើងបានឃើញអំពីអាក្រុមសិស្សបាតសាលា3នាក់ដែលមានមេក្រុមឈ្មោះម៉ាល់មានចរិតកោងកាចនិងចូលចិត្តរករឿងអ្នកដទៃហើយពួកវានឹងគឺចូលចិត្តធ្វើបាបនិងធ្វើទរណកម្មទៅលើមនុស្សថ្នាក់ណាដែលពួកវាគិតថាខ្សោយជាងហើយគោលដៅធំបំផុតរបស់ពួកវានោះគឺ Jimmy Mulligan ដែលជាក្មេងប្រុសម្នាក់មានថតនៅ Slow Boat Jimmy តែងតែរងនៅការយាយីពីក្រុម Mal មិនចេះចប់មិនចេះហើយតែមិនដែលហ៊ានតបតវិញទេ Jimmy មានមិត្តភ័ក្តិជិតស្និទ្ធ2នាក់ប៉ុណ្ណោះដែលជាបងឯងរបស់គេគឺ Andy និង Bobby Andy ដែលជាក្មេង Slow Boat ដូចគ្នាក៏តែងតែត្រូវបានខ្លាចជាជនរងគ្រោះនៃការធ្វើបាបរបស់ Mal ដែរយូរទៅការសម្លុតទាំងនេះបានចាប់ផ្ដើមប៉ះពាល់ទៅដល់ Jimmy យ៉ាងខ្លាំងម្ដាយរបស់គេបានសង្កេតឃើញមានអ្វីខុសប្លែកប៉ុន្តែ Jimmy តែងតែលាក់កំបាំងរឿងរ៉ាវរបស់ខ្លួននៅថ្ងៃមួយពេលកំពុងដើរទៅសាលាក្រុមរបស់ Mal បានមកស្ទាក់ផ្លូវ Jimmy និងមិត្តភ័ក្តិរបស់គេ Mal បានទារលុយពី Jimmy ដោយគ្មានហេតុផលរហូតដល់$100 Jimmy ប្រាប់ថាខ្លួនគ្មានលុយនោះទេប៉ុន្តែ Mal នឹងក៏បានខំហើយហៀបនឹងប្រើអំពើហិង្សាស្រាប់តែពេលនោះមានសិស្សច្បងធំម្នាក់មានឈ្មោះថា Winnie បានដើរមកដល់ Winnie គឺជាមនុស្សដែលគេកោតខ្លាចហើយគ្រាន់តែឃើញវត្តមានរបស់គេក្រុមរបស់ Mal នាំគ្នាដកថយភ្លាមក្រោយមកនៅពេលបាយថ្ងៃត្រង់ Jimmy បានទិញអាហារឲ្យមិត្តភ័ក្តិទាំងពីររបស់គេពេលនោះគេបានឃើញ Adrian ដែលជាក្មេងស្រីសៀមស្ងាត់ម្នាក់មិត្តភ័ក្តិរបស់ Jimmy ក៏បានចំអន់ឲ្យគេនឹងទៅនិយាយជាមួយនឹងនាងប៉ុន្តែមុននឹងពេល Jimmy ហ៊ាននិយាយស្រាប់តែ Mal និងប៉ាក់ពួកក៏បានលេងមកម្ដងទៀតហើយចាប់ផ្ដើមទារលុយគេ$100ដដែលពេលនោះមានសិស្សប្រុសក្លាហានម្នាក់នៅក្នុងអាហារដ្ឋានបាននិយាយឲ្យ Mal ឈប់រករឿង Jimmy Mal ចង់បង្កចំនួនដាក់គេដែរប៉ុន្តែដោយសារតែគេមិត្តធំនិងខ្លាំងជាងវាក៏ព្រមដកថយម្ដងទៀតប៉ុន្តែរឿងរ៉ាវមិនទាន់ចប់ត្រឹមនេះនោះទេនៅពេលចេញពីសាលា Mal បានស្ទាក់ផ្លូវ Jimmy ម្ដងទៀតហើយក៏នៅតែទារលុយលើកនេះ Jimmy បដិសេធយ៉ាងដាច់ខាតទោះបីជាមានគ្រោះថ្នាក់ក៏ដោយ Mal ខឹងយ៉ាងខ្លាំងក៏ស្ទូចវា Jimmy យ៉ាងគ្មានក្តីប្រណីខណៈពេលនោះស្រាប់តែមានបរិសុទ្ធចំណាំម្នាក់បានបង្ហាញខ្លួនហើយគំរាមថានឹងទូរស័ព្ទប្រាប់ប៉ូលីសធ្វើឲ្យក្រុមរបស់ Mal ភ័យស្លន់ស្លោឬកិច្ចបាត់អស់បរិសុទ្ធចំណាំនោះណែនាំខ្លួនថាគាត់គឺមានឈ្មោះ Action ហើយបាននាំ Jimmy ទៅផ្ទះរបស់គេដើម្បីធ្វើការព្យាបាលរបួសពេលនោះ Jimmy បានឃើញរូបថតរបស់លោក Action កាលពីនៅវ័យក្មេងឈុតប្រដាល់ហើយក៏ដឹងថាគាត់ធ្លាប់ជាដិតជើងឯកប្រដាល់ជាតិ Jimmy បានអង្វរលោក Action នឹងឲ្យជួយមករៀនប្រដាល់ដល់គេផងដើម្បីឲ្យគេនឹងអាចការពារខ្លួនពី Mal បានលោក Action ទទួលស្គាល់ថាគាត់ចាស់ពេកហើយមិនអាចមករៀនដោយខ្លួនឯងបាននោះទេប៉ុន្តែក៏សន្យាថានឹងរកជំនាញអ្វីផ្សេងមកជួយបង្រៀនបន្ទាប់ពីលោក Action នាំ Jimmy ទៅផ្ទះវិញឪពុកម្ដាយមានការព្យាបាលយ៉ាងខ្លាំងពេលឃើញស្នាមជាប់នៅលើមុខរបស់កូនក្រោយពីបានឮរឿងរ៉ាវទាំងអស់និងដែលមានការជួយអន្តរាគមន៍ពីលោក Action ផងនោះទីបំផុតពួកគេក៏យល់ព្រមឲ្យ Jimmy ទៅរៀនប្រដាល់លោក Action បាននាំ Jimmy ទៅកន្លែងហ្វឹកហាត់ប្រដាល់របស់ Manny ដែលជាមិត្តចាស់របស់គាត់ Manny បានទទួល Jimmy ដោយមានលក្ខខណ្ឌតែមួយគត់គឺ Jimmy ត្រូវតែមានការតាំងចិត្តពេញលេញក្នុងការហ្វឹកហាត់ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់គាត់ការហ្វឹកហាត់របស់ Jimmy បានចាប់ផ្ដើមឡើងថ្ងៃមួយពេលកំពុងជជែកគ្នា Jimmy បានប្រាប់លោក Action អំពីរឿង Mal ដែលនៅតែបន្តទារលុយ$100លោក Action ដែលមានបទពិសោធន៍ច្រើនក៏បានរៀបចំគម្រោងដ៏ឆ្លាតមួយដើម្បីត្រឡប់ស្ថានភាពក៏ប្រាប់ Jimmy ថាលើកក្រោយពេល Mal មកទារទៀតឲ្យ Jimmy នឹងនិយាយថានឹងឲ្យគេ$200តែសុំពេលមួយខែដើម្បីរកលុយដោយធ្វើបែបនេះ Jimmy នឹងមានពេលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ថ្ងៃបន្ទាប់ Mal ក៏មកស្ទាក់ផ្លូវ Jimmy ដោយរត់ដងអញ្ចឹងប៉ុន្តែលើកនេះ Jimmy មើលទៅស្ងប់ស្ងាត់ជាងមុនគេបានប្រាប់ Mal ថាគេទើបទទួលបាននៅការងារធ្វើក្រៅម៉ោងហើយនឹងមានប្រាក់ខែទៀតផងដើម្បីធ្វើឲ្យរឿងបញ្ចប់ដោយសន្តិវិធីគេបាននិយាយប្រាប់ Mal ថានឹងឲ្យ$200បើគេព្រមរង់ចាំដោយដែលអ្វីលោក Action បានប្រាប់គេនោះឯង Mal ដែលមានចិត្តលោភលន់ក៏បានយល់ព្រមដែលធ្វើបែបនេះ Jimmy ក៏អាច report អំពីការចម្រិតទារប្រាក់ក្នុងមួយរយៈធំផងដែរប្រហែលថ្ងៃក្រោយមក Jimmy បានចាប់ផ្ដើមហ្វឹកហាត់យ៉ាងពិតប្រាកដ Manny ហ្វឹកហាត់គេយ៉ាងតឹងរ៉ឹងទាំងកម្លាំងកាយនិងចិត្តប៉ុន្តែការហ្វឹកហាត់ដំបូងរបស់ Jimmy មិនសូវមានប្រសិទ្ធភាពនោះទេកណ្ដាប់ដៃរបស់គេគ្មានកម្លាំងហើយក៏មិនអាចផ្ដោតអារម្មណ៍បាន Manny ក៏បានសង្កេតឃើញហើយសួរទៅកាន់ Jimmy ដោយផ្ទាល់គាត់បារម្ភថា Jimmy ប្រហែលជាមិនមានចិត្តចំយុទ្ធពិតៗឡើយបានប្រាប់លោក Action ថាខ្ញុំមិនដឹងថាក្មេងនេះកាត់អីនោះទេប៉ុន្តែទំនងជាគេមិនចង់នៅទីនេះសោះពេលត្រឡប់មកដល់ផ្ទះវិញលោក Action នឹងបានមើលឃើញមុខរបស់ Jimmy នឹងហាក់បីដូចជាសោកសៅ Jimmy បានបង្ហាញអារម្មណ៍ថាគេភ័យខ្លាចការហ្វឹកហាត់ទាំងអ
អស់នឹងអត់ប្រយោជន៍ហើយគេនឹងចាញ់ឲ្យខ្លាចទៅជាមនុស្សអាម៉ាស់ដែលលើបែបនេះហើយលោកអាសុនចាប់ដើមផ្ដោកម្លាំងចិត្តទៀតហើយបាទឬក៏បាននិយាយការខិតខំប្រឹងប្រែងមិនដែលអត់ទៅទេនោះឡើយគាត់បានបន្ថែមទៀតថាថ្ងៃណាមួយឯងនឹងអាចបង្រៀនជំនាញនេះឲ្យកូនរបស់ឯងហើយពួកគេនឹងមិនចាំបាច់ជួបប្រទះបញ្ហាដូចឯងឥឡូវនេះទេគាត់គឺពិតជាពូកែមែនទែនពាក្យទាំងអស់នេះបានបង្កើនការតាំងចិត្តរបស់ Jimmy ឡើងវិញនៅសាលានោះវិញម៉ាល់បានបង្កើនកម្រិតការធ្វើបាបដោយវាប្រហារ Bobby នឹងនៅចំពោះមុខមនុស្សជាច្រើន Bobby មានអារម្មណ៍ថាអាម៉ាស់នឹងអស់សង្ឃឹមប៉ុន្តែលើពេលនេះ Jimmy បានប្រាប់គេទាំងទំនុកចិត្តថាខ្លួនគេនឹងគឺមានផែនការហើយល្ងាចនោះ Jimmy ជិះកង់ទៅកន្លែងវឹកហាត់យ៉ាងលឿនពោពេញទៅដោយកម្លាំងចិត្តថ្មីម៉ានីបានឃើញការផ្លាស់ប្ដូរនេះក៏ចាប់ផ្ដើមបន្ថែមភាពតឹងរឹងនៃការវឹកហាត់ដែលបញ្ចូលទាំងលំហាត់ពិបាកនិងក្បាច់ប្រយុទ្ធពិសេសនៅសាលា Jimmy បានប្រាប់មិត្តភ័ក្តិរបស់គេអំពីផែនការរបស់គេនោះឯង Adrian បានឮការសន្ទនាមួយនោះក៏ដើរមករកគេនាងបានអញ្ជើញគេទៅពិធីជប់លៀងមួយដែលរៀបចំដោយ Andy ដែលជាមិត្តជិតស្និទ្ធរបស់ Mal នៅឯពិធីជប់លៀងនោះ Andy បានព្យាយាមនិយាយបញ្ឆិតបញ្ឈៀងដាក់ Jimmy និង Adrian ដែលហៅពួកគេថាអាធាត់និងមិត្តស្រីចម្លែករបស់វាប៉ុន្តែលើកនេះ Jimmy មានទំនុកចិត្តលើខ្លួនឯងជាងមុនហើយហ៊ានតបតទៅវិញដោយពាក្យសម្ដីធ្វើឲ្យ Andy នឹងរៀងទើបបន្តិចដែរមិនយូរប៉ុន្មានថ្ងៃដែល Jimmy ត្រូវប្រឈមមុខនឹង Mal ក៏បានមកដល់ព្រឹកនោះ Jimmy មានអារម្មណ៍ស្ងប់ស្ងាត់និងបញ្ញាចិត្តយ៉ាងខ្លាំងនៅសាលា Jimmy បានសន្យាជាមួយនឹងមិត្តភ័ក្តិរបស់គេថាគេនឹងមិនចោទចាញ់ Mal ទៀតទេក្រោយមកនៅថ្ងៃដដែលនោះ Jimmy បានទៅជួប Winnie ដែលចែកដននៅក្នុងបន្ទប់ទឹក Winnie បានលើកដំណឹងថា Jimmy កំពុងតែហ្វឹកហាត់ប្រដាល់នៅកន្លែងរបស់ Manny តែគេបាននិយាយលើកទឹកចិត្ត Jimmy ពី3ម៉ាត់ដែលធ្វើឲ្យ Jimmy នឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងថែមទៀតទន្ទឹមនឹងនោះ Mal បានរៀបចំផែនការដ៏អាក្រក់មួយដើម្បីធ្វើឲ្យ Jimmy អាម៉ាស់មុខថែមតាមបញ្ជារបស់ Mal Andy បានតាក់ទងទៅអ្នកប្រដាល់ចិញ្ចើមផ្លូវម្នាក់ឈ្មោះ Belly ដែលល្បីខាង V-top ដោយគ្មានត្រាប្រណីហើយបញ្ចុះបញ្ចូលគេឲ្យមកប្រកួតជាមួយនឹង Jimmy ដំណឹងនៃការប្រកួតនេះបានរីករាលដាលពេញសាលាដោយភ្លើឆេះព្រៃពេលប្រឈមមុខដាក់គ្នា Jimmy បានដើរទៅរក Mal និងបាក់ពួករបស់គេដោយជំហានដ៏ក្លាហាន Mal ឃើញទឹកមុខដញ្ញាចិត្តរបស់ Jimmy ក៏ដឹងថាវិធីគម្រាមកំហែងធម្មតារបស់វានឹងមិនមានប្រសិទ្ធភាពទៀតទេវាបានបញ្ចេញជាមួយនឹងអារបស់វាចេញមកគឺអា Belly នោះឯងដែលឈរយ៉ាសាក្បែរវាត្រៀមខ្លួនប្រយុទ្ធជំនួសប៉ុន្តែមុនពេលដែលផែនការនោះអាចដំណើរការបាន Winnie ក៏បានលេងមុខមកស្ទាក់ចាប់ Belly ដែលធ្វើឲ្យផែនការបំរុងរបស់ Mal ត្រូវបរាជ័យ Winnie បានប្រាប់ Mal ថាមិត្តឯងគេមិនមកនោះទេពេលនោះ Mal គ្មានជំរឿអ្វីផ្សេងក្រៅពីប្រឈមមុខនឹង Jimmy តែខ្លួនឯងការប្រយុទ្ធបានចាប់ដើមហើយ Mal វាសម្រុកមកលើ Jimmy មិនឈប់មិនឈរមួយពេលហាក់ដូចជា Jimmy អាចនឹងដួលសន្លប់ហើយប៉ុន្តែ Jimmy បានក្រវ៉ាត់ធ្មេញទ្រាំហើយចាប់ដើម V-top វិញគេបានចេញមកខាងក្រៅជួបជាមួយនឹង Mal យ៉ាងលឿនរហ័សហើយវាចំគោលដៅយ៉ាងត្រឹមត្រូវទោះបីជាត្រូវកណ្ដាប់ដៃខ្លាំងចំមុខក៏ Jimmy នៅតែអាចឈរបានយ៉ាងរឹងមាំមិនឲ្យចោះចាញ់នោះទេ Mal ចាប់អាវយ៉ាងខ្លាំងព្រោះនេះមិនមែនជាក្មេងប្រុសខ្ជិលខ្លាចដែលវានឹងធ្លាប់ធ្វើបាបពីមុនទៀតឡើយ Jimmy បានប្រែក្លាយទៅជាមនុស្សម្នាក់ដែលមិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេថែមទាំងក្លាហានក្រោកឈរដើម្បីការពារអ្នកដទៃទៀតផងបពុរបស់ Mal ចាប់ផ្ដើមស្រែកហូគាំទ្រចំណែក Anna និង Bobby ដែលឈរមើលពីចម្ងាយទ្រាំមិនបានទៀតទេក៏សម្រេចចិត្តរត់ចូលទៅជួយ Jimmy ពួកគេទាំង3បានរត់ដៃគ្នាប្រឈមមុខនឹងក្រុម Mal ហើយ V-top វិញយ៉ាងខ្លាំងក្លាស្ថានភាពបានផ្លាស់ប្ដូរភ្លាមៗដោយការសហការគ្នានិងការតាំងចិត្តពួកគេទាំង3ចាប់ផ្ដើមបង្កើនភាពអត់ធ្មត់ទៅលើក្រុមអ្នកបង្ករឿងនោះហើយនៅពេលដែលការប្រយុទ្ធចប់ Jimmy បានដើរទៅប្រឈមមុខនឹង Mal គេបាននិយាយដោយសម្លេងស្ងប់ស្ងាត់តែមឹងម៉ាត់ថារឿងទាំងអស់ត្រូវបានបញ្ចប់ហើយឯងត្រូវទៅឈប់រករឿងគ្រប់គ្នាគឺមិនមែនតែយើងម្នាក់ទេគឺគ្រប់គ្នាឬអត់ Mal ដែលចាញ់ហើយខ្មាស់អៀនមិនហ៊ានតបតវិញទៀតទេហើយក៏ដើរចេញទៅការធ្វើបាបរបស់គេនៅសាលាត្រូវបានបញ្ចប់ត្រឹមនោះលោក Action ដែលឈរមកពីចម្ងាយមានមោទនភាពយ៉ាងខ្លាំងគាត់ឃើញថា Jimmy មិនត្រឹមតែរឹងមាំនោះទេថែមទាំងមានចិត្តមេត្តាទៀតផងរឿងរ៉ាវនៃការប្រយុទ្ធនោះបានក្លាយទៅជាប្រធានបទក្តារគប់គុកពេញសាលាសិស្សជាច្រើនបានថតវីដេអូហើយបង្ហោះទៅលើបណ្ដាញសង្គមធ្វើឲ្យវីដេអូនោះល្បីពាសពេញភាពក្លាហានរបស់ Jimmy បានក្លាយទៅជាកម្លាំងចិត្តឲ្យអ្នកដទៃហ៊ានក្រឡាប់ឈរនៅផ្ទះឪពុកម្ដាយរបស់ Jimmy មានមោទនភាពចំពោះកូនប្រុសរបស់ពួកគេយ៉ាងខ្លាំងនៅសាលាវិញក៏មានការផ្លាស់ប្ដូរដ៏ធំមួយ Jimmy, Andy, Bobby និង Adrian ឡើងជាសិស្សដែលគេមើលរំលងទៀតហើយពួកគេដើរដោយទំនុកចិត្តហើយទទួលបានការគោរពពីមិត្តរួមថ្នាក់ចំណែកឯក្រុម Mal វិញក៏បាត់ស្រមោលបន្តិចម្ដងហើយបរិយាកាសក្នុងសាលាក៏ត្រឡប់មកល្អដូចដើមរឿងនេះបានបញ្ចប់ដោយទុកជាអនុសាសន៍ដ៏មានអត្ថន័យថាភាពរឹងមាំពិតប្រាកដមិនស្ថិតនៅលើមាឌធំឬកម្លាំងដៃទេប៉ុន្តែវាផ្ទុយទៅវិញគឺទៅលើការតាំងចិត្តក្នុងបេះដូងភាពក្លាហានក្នុងការក្រោកឈរដើម្បីការពារអ្វីដែលត្រឹមត្រូវ
ដំណើររបស់ Jimmy បានបង្ហាញឲ្យឃើញថាមនុស្សធម្មតាក៏អាចក្លាយទៅជាវីរបុរសបានដែរហើយ yes រឿងរបស់យើងក៏មានតែប៉ុណ្្នឹងនោះទេសូមអរគុណអ្នកនាងពេញចិត្តហើយកុំភ្លេចជួយចុច subscribe និងបတ်សញ្ញារូបកណ្ដឹងឲ្យខ្ញុំបាទម្នាក់មួយផងបាយបាយ